ជំរាបសួរទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនេះគឺជាទស្សនវិជ្ជាមួយដ៏អស្ចារ្យនៅលើទឹកដីនៃខេត្តសៀមរាបអង្គរគឺនៅប្រាសាទអង្គរវត្តរបស់យើងនៅព្រឹកថ្ងៃទី21ខែកញ្ញាឆ្នាំ2025នេះបងប្អូនយើងគឺថាម្នាក់ក្រោកតាំងពីព្រឹកព្រលឹមស្រាងដើម្បីបានទៅមើលទស្សនវិជ្ជាថ្ងៃរះចំពីលើកំពូលប្រាង្គប្រាសាទអង្គរវត្តរបស់យើងដែលហៅថាសមរាត្រីដែលមានរយៈពេល3ថ្ងៃគឺនៅចន្លោះពីថ្ងៃទី21ដល់ថ្ងៃទី23ខែកញ្ញាឆ្នាំ2025ប៉ុន្តែនៅថ្ងៃនេះថ្ងៃដំបូងបាទថ្ងៃទី21ខែកញ្ញា2025គឺថាភ្ញៀវទេសចរជាតិអន្តរជាតិគឺថាគាត់ក្រោកតាំងពីព្រលឹមដើម្បីចង់ឃើញសមរាត្រីបាទថ្ងៃរះចំពីលើកំពូលប្រាង្គប្រាសាទអង្គរវត្តរបស់យើងដែលជាអច្ឆរិយៈដ៏ល្អឯកបាទនៅលើពិភពលោកប៉ុន្តែដោយសារតែបាទថ្ងៃទី1នេះគឺមិនទាន់ព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្តរបស់យើងគឺកំពូលប្រាសាទទាំង3របស់យើងនឹងឡើយទេបាទក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចោះទស្សនវិជ្ជាបាទគឺថាក្រហមច្រាលនៅលើផ្ទៃមេឃគ្រប់ដណ្ដប់នៅលើប្រាង្គប្រាសាទអង្គរវត្តរបស់យើងគឺល្អស្អាតអស់ទាស់តែម្ដងបាទអស់លោកនាងពេលព្រឹកគឺស្អាតមួយបែបចំណែកឯពេលល្ងាចវិញណាអស់លោកនាងថ្ងៃរៀបលិចគឺថាចាំងមកគឺថាប្រាសាទអង្គរវត្តរបស់យើងគឺភ្លឺបាទពណ៌ដូចមាសអញ្ចឹងនេះគឺពេលល្ងាចក៏ប៉ុន្តែពេលនេះខ្ញុំសូមជម្រាបជូនថានេះគឺជាទស្សនវិជ្ជានៅថ្ងៃទី21ខែកញ្ញាឆ្នាំ2025យើងនេះដល់តែម្ដងភ្ញៀវទេសចរជាតិអន្តរជាតិច្រើនបាទពួកគាត់ម្នាក់តាំងពីព្រឹកព្រលឹមដើម្បីចង់ទៅឃើញនៅសមរាត្រីបាទថ្ងៃរះចំពីលើកំពូលប្រាសាទទាំង3នៃប្រាសាទអង្គរវត្តរបស់យើងដែលជាអច្ឆរិយៈដ៏ល្អឯករបស់ពិភពលោកទោះបីជាថ្ងៃទី1នេះបាទព្រះអាទិត្យមិនទាន់រះចំទៅពិតមែនក៏ប៉ុន្តែយើងនៅមានរយៈពេល2ថ្ងៃទៀតគឺនៅថ្ងៃទី22និងថ្ងៃទី23ដោយសារតែសមរាត្រីនេះអស់លោកនាងគឺមានរយៈពេល3ថ្ងៃពីថ្ងៃទី21ដល់ថ្ងៃទី23ខែបាទកញ្ញាឆ្នាំ2025